តែភាពរួមទាំងការប្រែប្រួលការផ្លាស់ប្ដូររចនាសម្ព័ន្ធរបស់នគរបាលជាតិកម្ពុជាចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ1945និងឆ្លងកាត់អន្តរកាលរហូតដល់ឆ្នាំ2025នេះដោយសម្រេចបានលទ្ធផលដ៏ជោគជ័យប្រកបដោយមោទនៈជាទីបំផុតដែលបានផ្ដល់ឧត្តមប្រយោជន៍ដល់ជាតិនិងប្រជាជនកម្ពុជាទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីក្នុងឱកាសនេះការអញ្ជើញដល់របស់សម្ដេចមហាបវរធិបតីនាយឧត្តមសេនីយ៍ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញមកដល់ទីតាំងនៃការប្រារព្ធពិធីនៅបណ្ឌិតសភានគរបាលកម្ពុជាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី80នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជានៅក្នុងឱកាសនេះកងកិត្តិយសបានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍រួមទាំងវឌ្ឍនកិច្ចយ៉ាងកក់ក្ដៅពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីអញ្ជើញត្រួតពលដែលជូនវឌ្ឍនកិច្ចដោយកងភ្លេងកិត្តិយសនិងកងកិត្តិយសនៃកងកម្លាំងនគរបាលជាតិដែលមានទិដ្ឋភាពទាំងស្រុងដូចតទៅនៅក្នុងបរិយាកាសដ៏ថ្លៃថ្លានេះកងភ្លេងកិត្តិយសនិងកងកិត្តិយសបានកំពុងធ្វើវឌ្ឍនកិច្ចស្វាគមន៍ចំពោះសម្ដេចមហាបវរធិបតីនាយឧត្តមសេនីយ៍ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី80ថ្ងៃកំណើតនគរបាលជាតិកម្ពុជាអង្គពិធីទាំងមូលជាទីគោរពនិងជាទីស្នេហាខណៈនេះសម្ដេចមហាបវរធិបតីនាយឧត្តមសេនីយ៍ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញឡើងលើរថយន្តត្រួតពលផែនឈរអមដំណើរដោយរថយន្តមួយគ្រឿងទៀតរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីសម្ដៅមកមុខវេទិកាកិត្តិយសរងវត្តជាព្រះរាជាណាចក្រកម្ពុជាជារាជរដ្ឋាភិបាលកម្ពុជាជាកងកម្លាំងនគរបាលជាតិកម្ពុជាខួបអនុស្សាវរីយ៍លើកទី80ថ្ងៃកំណើតនគរបាលជាតិកម្ពុជាសូមគោរពជូនពរសម្ដេចមហាបវរធិបតីសូមមានសុខភាពល្អជាព្រះរាជាណាចក្រកម្ពុជាជារាជរដ្ឋាភិបាលកម្ពុជា
សូមគោរពជូនពរសម្ដេចមហាបវរធិបតីសូមមានសុខភាពល្អជាយោព្រះរាជាណាចក្រកម្ពុជាជាយោរាជរដ្ឋាភិបាលកម្ពុជាជាយោកងកម្លាំងនគរបាលជាតិកម្ពុជាអបអសាទរខួបអនុស្សាវរីយ៍លើកទី80ថ្ងៃកំណើតនគរបាលជាតិកម្ពុជាសូមគោរពជូនពរសម្ដេចមហាបវរធិបតីសូមមានសុខភាពល្អបន្ទាប់ពីត្រួតពលផានឈររួចរាល់ខណៈនេះសម្ដេចមហាបវរធិបតីនាយឧត្តមសេនីយ៍ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញឡើងលើវេទិកាកិត្តិយសដើម្បីដំណើរការកម្មវិធីបន្តដូចនេះសូមសម្ដេចឯកឧត្តមលោកជំទាវលោកស្រីភ្ញៀវកិត្តិយសជាតិអន្តរជាតិបងប្អូនជនរួមជាតិជាទីស្នេហាមេត្តាទទួលជ្រាបនិងតាមដាននៅខ្លឹមសារនៃកម្មវិធីទាំងមូលដូចតទៅ